អស់គ្នាដើម្បីកម្ពុជាពាក្យមួយនេះសម្រាប់អ្នកដែលបានទៅសេពាក្យនេះឡើងគឺបញ្ឈឺវាអាចជាការបញ្ឈឺមួយទៅដល់ក្លឹបដទៃដែលគាត់អត់បញ្ចេញកីឡាករអត់ក្រុមជម្រើសជាតិយើងអត់ឃើញកីឡាករយើងស្រឡាញ់យើងលាក់យើងអត់ឃើញកីឡាករល្បីរបស់ស្រុកខ្មែរចូលមកលេងឲ្យជម្រើសជាតិយើងថាយើងជេរពេលវេលានេះគឺជាពេលវេលាដែលយើងកំពុងតែ build credit វាគ្រាន់តែជាពានរង្វាន់លំដាប់អាស៊ានមួយមែនក៏ប៉ុន្តែយើងក្នុងនាមជាម្ចាស់ផ្ទះបើកព្រឹត្តិការណ៍ប្រកួតទី1យើងចាញ់គេនៅក្នុងផ្ទះខ្លួនឯងសួរថាតើយើងមានអារម្មណ៍បែបណាក្នុងនាមជាអ្នកគ្រប់គ្រងអញ្ញាតគ្រប់ជំរាបសួរបាទប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីវេទិកាកីឡាពីកម្មវិធីមិនខុសពីសពមួយដងទេយើងបានបន្តដំណើរមកយ៉ាងរលូនហើយច្រើនសប្តាហ៍កន្លងទៅបងប្អូនក៏ទទួលបានជាមួយនឹងទាំងទស្សនីយភាពរឿងរ៉ាវបាល់ទាត់ជាច្រើនថ្ងៃនេះខ្ញុំបាទ MC បហៃរួមទៅនឹង MC ពេទូបាទហើយក៏មានវត្តមានរបស់ MC បេខាដែលជា Welcome ពិសេសមកដល់អេពីសូតទី12និងបំរើអារម្មណ៍បងប្អូនជុំវិញរឿងរ៉ាវបិទបញ្ចប់ទៅថ្មីនិងហេតុការណ៍ដែលយើងត្រូវនឹងរៀបនឹងបើករដូវកាលលីកទាំង5ផងដែរឥឡូវកុំឲ្យខាត់ពេលយូរទៅជួបជាមួយនឹងបាទ MC ពេទូជាមុនសិនបាទលំអរកាយគ្រប់ជំរាបសួរប្រិយមិត្តរបស់ KM Sport ទាំងអស់គ្នាមិនខុសពីសពមួយដងថ្ងៃនេះខ្ញុំបាទ MC ពិធូនិងពំនោមនៅព័ត៌មានកីឡាផ្សេងៗដូចជាព័ត៌មានក្រៅស្រុកព័ត៌មានក្នុងស្រុកជាពិសេសព័ត៌មានដែលក្តៅពាក់ព័ន្ធជាមួយនឹងបញ្ហាជំនឿជាតិរបស់យើងតោះដើម្បីកុំឲ្យខាតពេលវេលាយូរយើងបន្តទៅជួបជាមួយនឹង MC ធំរបស់យើងម្នាក់ទៀតគឺ MC Baker បាទជំរាបសួរអ្នកទាំងអស់គ្នាបាទយើងជួបគ្នាសាជាថ្មីនៅក្នុងវេទិកាកីឡាថ្ងៃនេះមកធ្វើជា Welcome លើកទី2ដោយការដឹកនាំមកពី MC បហៃជាមួយនឹង MC ពិធូយើងនឹងចូលចែកវែកញែកតាក់ទងទៅនឹងព័ត៌មានកីឡាក្រៅស្រុកនិងក្នុងស្រុកយើងចាក់ឆ្ងាយចេញពី World Cup ហើយបាទក្រោយពីព្រឹត្តិការណ៍មួយនេះបានបញ្ចប់ទៅជាង2សប្តាហ៍មកហើយឥឡូវយើងចូលដល់រឿងរ៉ាវការដោះដូរកីឡាកររឿងរ៉ាវដែលកំពុងតែផ្ទុះនៅក្នុងស្រុកនិងក្រៅស្រុកផងដែរដោយដែល BK បាននិយាយអញ្ចឹងបាទ World Cup បានបញ្ចប់ទៅថ្មីទេបងប្អូនហើយការប្រកួតផ្សេងនឹងមានមកហោហាយបាទដូចជាការប្រកួតមិត្តភាពផ្សេងហ្នឹងយើងក៏មិនសូវយើងបានផ្សាយបន្តផ្ទាល់ដែររឿងរ៉ាវដែលយើងចង់យកមកជជែកនៅក្នុងថ្ងៃនេះមានប្រធានបទដំបូងគេនោះពាក់ព័ន្ធទៅនឹងរឿងរ៉ាវទីផ្សារបាទកីឡាករដែលមានការដោះដូរយ៉ាងណាយ៉ាងណីទៅហើយបើយើងប្រៀបធៀបពីរដូវកាលនេះទៅនឹងរដូវកាលចាស់តើនឹងមានការប្លែករបៀបម៉េចពីព្រោះថារដូវកាលនេះទំនងដូចជាមិនសូវមានសន្ទុះឬក៏មានរឿងរ៉ាវប្លែកច្រើនដូចទៅនឹងរដូវកាលមុនទេតោះ BK អាចជួយជជែកវិញរឿងនេះបន្តិចតើការដោះដូរកីឡាករនៅក្នុងរដូវកាលនេះហេតុអីបានជាមិនសូវផ្ទុះដូចទៅរដូវកាលមុនបាទជាក់ស្ដែងទៅការប្រកួតWorld Cup វាទើបនឹងបញ្ចប់បាទអញ្ចឹងទៅការដោះដូរកីឡាករមានមុន World Cup ហើយវាមានអាអំឡុងពេល World Cup ហើយចប់ World Cup ហ្នឹងក៏មានទៀតក៏ប៉ុន្តែហាក់ដូចជារឿងរ៉ាវនៅក្នុងពិភពបាល់ទាត់វាអត់ទាន់សាបអាលៀបអារឿង World Cup ហ្នឹងបាទវានៅតែមានរឿងរ៉ាវបន្តកតុយគ្នារហូតជាក់ស្ដែងការប្រកួតបានបញ្ចប់ទៅដូចអេស្ប៉ាញប៉ាអាសង់ទីនវាផ្ដាច់ព្រាត់គេនៅតែជជែកវែកញែកតាក់ទងទៅនឹងការប្រកួតហ្នឹងអីណាដូចមានការរៀបចំអីចឹងទៅបាទខាងអីគេអាសង់ទីនដឹងលទ្ធផលមុនខាងអាមេរិកលុកដៃចូលទៅរៀបចំលទ្ធផលឲ្យអេស្ប៉ាញលើកពីនេះចឹងទៅវាធ្វើឲ្យអារឿងដោះដូរកីឡាករហ្នឹងចប់ World Cup គេត្រូវមកងាកមើលអាហ្នឹងឯងទៅជាអត់មានបាទរឿងរ៉ាវផ្ទុះអីសោះបាទហើយមួយវិញទៀតការដោះដូរកីឡាករក្នុងរដូវកាលនេះហាក់ដូចជាវាលក្ខណៈថាអត់មានកីឡាករណាដែលគេចាប់អារម្មណ៍ថាអូមិនកីឡាករនេះទៅក្លឹបនេះអូកីឡាករនេះទៅក្លឹបនោះអញ្ចឹងណាយើងឃើញមានគូគូរ៉ាឡាចេញពី Chelsea ទៅ Real Madrid មុន World Cup គាត់ថាចាប់ផ្ដើម World Cup បានមួយថ្ងៃគេប្រកាសក្រោយមកទៀតមានកីឡាករល្អជាច្រើនទៀតបាទសូម្បីតែ Danny Welbeck នេះគេទៅប្រកាសថ្មីបាទ Danny Welbeck គឺបានផ្លាស់ទីលំនៅរបស់ខ្លួនបាទចេញពី Brighton and Hove Albion ហើយបាទអញ្ចឹងគឺ Danny Welbeck នេះក៏មានសមិទ្ធផលល្អដែរបាទជាមួយនឹង Manchester Unitedក្រោយមកក៏គាត់បានទៅនៅជាមួយនឹង Brighton and Hove Albion គាត់ធ្វើបានល្អគួរសមឥឡូវហ្នឹងមានតម្លៃខ្លួនគួរសមបានផ្លាស់ទៅក្លឹបផ្សេងហើយដូចជាកីឡាករ Real Madrid បាទទិញបានថ្មីទិញមកពី RB Leipzig ឬក៏ Salzburg ខ្ញុំភ្លេចហើយព្រោះ logo ពីរហ្នឹងស្តៀងគ្នាខ្ញុំច្រឡំឈ្មោះតែគាត់ថាវាអត់មានអីផ្ទុះសោះអត់ផ្ទុះសោះយើងឃើញថាកីឡាករក្រុមនីមួយៗគាត់ទៅចូលរួមហ្នឹងសុទ្ធតែកីឡាករថ្មីសម្រាប់ក្រុមហ្នឹងប៉ុន្តែវាអត់ផ្ទុះជាក់ស្ដែងសូម្បីតែការចូលដឹកនាំរបស់គ្រូបង្វឹកថ្មីទៅលើក្រុមជម្រើសជាតិឬក៏ក្រុមណាមួយក៏វាមិនផ្ទុះវាទៅជាសាបអាលៀបវិញនិយាយទៅអាឥទ្ធិពល World Cup ហ្នឹងវាវាយផ្ដាច់ទាំងអស់តែម្ដងសល់ចំហាយច្រើនហ្នឹងហើយសល់ចំហាយច្រើនមែនតើអញ្ចឹងអ្នកគ្រប់គ្រងហើយនិងអ្នកទស្សនាបាល់ទាត់មួយចំនួនគាត់មានអារម្មណ៍ថាចេះចំការដោះដូរកីឡាករយូរទៅស្ងាត់ទៅសូម្បីតែ Man U ក៏ទិញបានកីឡាករដែរតែស្ងាត់ជាងហើយដល់ពេល World Cup វាអត់តន់សាបអាលៀបអញ្ចឹងកីឡាករដែលគាត់ចេញទៅ
nơi tại admin sân tu nó không cáp nhập áo đó bà tại nhóm cất ha vì mình du mình chắp ấy phù hợp đây cao cái ní vì đừng chắp ở đây mình không lòng khai bởi vậy bà chẳng là sao hay chuyện là khai thế đây nhưng vậy hay chuyện là khai thế đây phần tay môn trên chỗ đó là khai nó trong sắp đá đấy cam cu thùng thúng chụp này màu đã sort of friendly hay lỗ bà trong mong bốn cùng play chứ game sport nâng miếng cáp xài phải to chu mong bốn này hay giờ đặt màu rùa mới bà ở bạn này bà chắc là ở được bị các bạn gì chứ trong hai World Cup cứ ở toàn ban vẫn phải chọc hơi phần tay vì nó miền rùa ra to màu team sáng nó đôi team xem cứ mình tới ban miền cá chập ở rắm cá tam đán ở việc bu cái chuột đôi chân đoán lịch vẹt cả đá lịch đời cá trắng vẹt cả đá cả nông vật kim vật tung với như tranh pro việt tao hỏi lại trong số ta bị tu tịch bị tu vô chẳng đôi bên bàn chỉ ở lỡ mình xây dựng miền cạp tu định muốn cả lô ảnh miền thế tu sẽ nặng là copy bị khai chẳng ảnh tùy như chẳng đâm rồi bà tam bắt tới nhung đôi chị ọt kho chỉ mỗi MC bị khai thế chồng hai bao World Cup nó người ban bật bằng là riêng ra nè cái miền không bằng này đó là video chặt đáy cứ riết nôm trôi mây sớ nè con tay đôi chị ca chập vào đó nó tịch tuổi hay đời lái ca đọc đô cả là con nó tiếp sau cứ nơi miền thì dẹp về riêng về còn đây nhưng chầm mưa nâng trong cái tôi mới nâng miền tôi bà hai riêng đại sầm khăn club ní mỗi cái phi dương bật đọc cả là có ná chỉ chiêng tinh cả là có đại miền tầm like luôn khu chung ngon club ok và đôi ô tiêu chạy sai mới tiết ô tiêu tha menu chọn bàn cả là co na muối cả là co nú viên họ mọc luôn này mình họ mọc luôn đấy họ lấy luôn họ đầm lay vi ọt sạ mà mạt đôi cà bị muốn á này chứ người rừng rau đấy co vi chỉ hào thả cà lạc đồ nó co việc thôi oi miền bẹt quan thì mười đây bà cho nói ní khi chưa cho nói cái đây mua nhung trong vậy nàyแต่ตรงทางการtrong bán cái là cóរបស់ Manchester United ពួកគាត់ពិតជាចង់បានកីឡាករណាមួយកីឡាករហ្នឹងបើសិនជាក្លឹបផ្សេងមកទិញអាចចន្លោះចាប់ពី50លានទៅ55 60លាន70អីចឹងទៅប៉ុន្តែក្រោយពេលដែល Man U មានអារម្មណ៍ថាចាប់អារម្មណ៍កីឡាករហ្នឹងតម្លៃដាក់មកប្រហែលដែរខ្ញុំមិនចូលចរចា100លាន110 130ព្រោះ Man U ហ្នឹងមានលុយមកពីណាទិញទាំង100ដល់កហើយអញ្ចឹងមិនថារាល់កីឡាករដែល Man U ចង់បានគឺតម្លៃខ្លួនមិនដែរចេះថោកទេជាក់ស្ដែងកាលពីរដូវកាលមុនកីឡាកររបស់ Brighton and Hove Albion ក៏លោះបាល់លេបាសួរថាសមត្ថភាពគាត់ល្អប៉ុន្តែសួរថាតម្លៃខ្លួនដែល Brighton ដាក់មក Man U ចង់ទិញនេះប្រហែល100លានជាងសួរថាតើសមត្ថភាពរបស់កាឡូសបាល់លេបាដល់តម្លៃហ្នឹងនៅខ្ញុំហ៊ាននិយាយថាមិនទាន់ដល់ទេព្រោះកាឡូសបាល់លេបាគឺជាកីឡាករមួយដែលគាត់នាំលេងគួរសមដែរប៉ុន្តែគាត់គឺជាដមីបាទហើយកាលហ្នឹងយើងមានដមីបាទហើយ Manchester United គឺមាន Casemiro ឥឡូវ Casemiro ចាក់ចេញបាទគាត់ក៏ចង់បានកាឡូសបាល់លេបាហ្នឹងមកឥឡូវចូលមកដល់ឆ្នាំនេះកាឡូសបាល់លេបាបែរជាធ្លាក់តម្លៃខ្លួនហ្នឹងហើយអាហ្នឹងវាជារឿងរ៉ាវអីវិញឲ្យតែកីឡាករណាដែល Man U ចាប់អារម្មណ៍មិនថាមកពីក្លឹបណាមកពីលីកណាដែរគាត់ណា Man U មានអារម្មណ៍ថាចាប់អារម្មណ៍កីឡាករហ្នឹងខាងចាប់អារម្មណ៍អត់តន់ចង់បានទេណាចាប់អារម្មណ៍តម្លៃមានអត់100លានខ្ញុំលក់អាហ្នឹងមូលហេតុអីគេកត្តាអីគេឬមួយក៏ដោយសារតែគេឈ្មោះរបស់ Manchester United បានបន្សល់ទុកមកហ្នឹងធ្វើឲ្យក្លឹបដទៃខ្ញុំនិយាយអាក្រក់ស្ដាប់មានភាពចំណែនជានេះមិនអាចនិយាយភាពចំណែននេះពាក្យចំណែនតែធ្វើឲ្យManchester United ចង់បានកីឡាករពីក្លឹបណាមួយគេត្រូវដាក់តម្លៃប៉ុណ្ណឹងខ្ញុំឆ្ងល់ថាយ៉ាងហ្នឹងប៉ុណ្ណឹងតែអ្វីផ្សេងទៀតយើងមិនបានដឹងទេបាទព្រោះថាយើងឃើញច្រើនកាត់ដៃដែរតែ Man U ចង់បាន100លានតែមួយវិញទៀតគេចាប់ទុកថា Man U គឺជាក្លឹបដែលមានលុយបាទទោះបីជាបាទជាដាក់ទៅប៉ុន្មានក៏ Man U អត់ប្រកែកដែរដូចជាជាក់ស្ដែង Bruno Alvarez របស់ Newcastle បាទតម្លៃខ្លួនគាត់គឺមកល្មមទេប៉ុន្តែស្រាប់តែ Man U ចង់បានគឺហក់ឡើង70លានឡើងលើ100លានឡើងលើអូខេតោះអញ្ចឹងអ្នកទាំងពីរក៏បានបាទបញ្ចេញនៅទស្សនៈបាទផ្សេងគ្នាជុំវិញរឿងរ៉ាវបាទការផ្លាស់ប្ដូរកីឡាកររួមទៅនឹងបាទក្លឹបយក្សធំដូចជាលំដាប់នៅអឺរ៉ុបបាក់វិស័យហ្នឹងអ្នកណាដែលថាមិនចង់ទៅហើយបានជាទៅតម្លៃខ្លួនប្រាក់ឈ្នួលពលកម្មផ្សេងហ្នឹងគឺមិនថោកទេបាទឥឡូវចូលមកដល់ប្រធានបទទី2បាទទោះបីជាការ transfer កីឡាករក្តីឬក៏ការប្រកាសក្បាលម៉ាស៊ីនថ្មីវាមិនត្រូវបានផ្ទោទៀតដោយសារនៅមានអត់កំបាំងពី World Cup មកបាទដូចជា Jose Mourinho គាត់មករៀលហើយបាទគាត់ក៏ជា DNA អត់រីសដែរបាទគាត់ធ្លាប់លេងទៅភ្លាវនៅ3រដូវកាលបាទ3ឆ្នាំចន្លោះឆ្នាំ2010ដល់2013ហើយគាត់ហើយគឺជាគ្រូវឹកម្នាក់ដែលដឹកនាំក្លឹបច្រើនតែម្ដងប៉ុន្តែចូលទៅគឺគាត់ចូលចិត្តតែដឹកនាំក្លឹបណាដែលអត់សូវបានពានវាបាយទៅវត្តមានរបស់គាត់ចូលទៅគឺជួយក្លឹបហ្នឹងបាទឈ្នះពានហើយគាត់ក៏ជាគ្រូបង្វឹកដែលធ្លាប់ជួយឲ្យក្លឹបជាច្រើនទៅដល់វគ្គរៀនជ្រៅដែរឥឡូវចង់សួរទៅទស្សនៈ Beckham មុនចោះតើការដឹកនាំរបស់Jose Mourinho មកកាន់Ligue Espagne បាទមានការខិតខំប្រឹងប្រែងពីការ
សហការពីកីឡាករផ្សេងទេហើយឆ្លៀតនៅក្នុងសំណួរនេះចង់សួរថាតើកីឡាករដែលរៀបទៅចាយលុយច្រើនលាននេះទិញមកប្រហែលអ្នកនេះវាជួយអ្វីខ្លះមានឥទ្ធិពលអ្វីខ្លះជួយឲ្យអាត្រីសូប្រជែងទៅនឹង FC Barcelona នៅក្នុងរដូវកាលថ្មីនេះបាទយើងនិយាយសួរស្ដាប់ទៅរៀលម៉ាឌ្រីតមិនត្រឹមតែប្រជែងជាមួយបាសេទេ ត្រឹមត្រូវ បាទមកប្រជែងច្រើនណា បាទ មានអាតេមានកីឡាករមានក្រុមច្រើនទៀតប៉ុន្តែអ្វីដែលជាrivalry របស់សម្រាប់បាទrivalry របស់ Real Madrid គឺ Barcelona ហ្នឹងហើយ បាទបាទ ការដោះដូរគ្រូបង្វឹករបស់ Real Madrid នៅក្នុងអំឡុងពេលនេះគឺត្រឹមត្រូវហើយក្រោមការដឹកនាំរបស់ Alvaro Arbeloa អត់បានល្អទេបាទរដូវកាលចាស់យើងឃើញថាការប្រកួតរបស់ Arbeloa គឺធ្វើឲ្យ Real Madrid ហាក់ដូចជាខ្សត់ខ្សោយនៅក្នុងការរកជ័យជំនះប៉ុន្តែ Jose Mourinho គាត់មាន DNA ដូចអត់មានប្រហែលនិយាយអញ្ចឹងJose Mourinho គាត់មានរហ័សនាមថា The Special One The Special One ហ្នឹងហេតុអីបានគាត់ដាក់ឈ្មោះគេដាក់ឈ្មោះនឹងឲ្យគាត់ព្រោះគាត់គឺជាគ្រូបង្វឹកមួយដែលទៅជួយក្លឹបណាដែលមិនសូវជាបានឈ្នះពានហើយគាត់ជាមួយនឹង Real Madrid គឺមានប្រវត្តិជោគជាំជាមួយគ្នាច្រើនចាប់តាំងពីចំនួនដែល Cristiano Ronaldo Karim Benzema អីនៅជាមួយនឹង Real Madrid ហ្នឹងហើយមួយវិញទៀត Jose Mourinho គាត់គឺជាគ្រូបង្វឹកមួយដែលកាចគាត់ប្រើវិន័យហើយនឹងពាក្យសម្ដីការដោះខាត់កីឡាកររបស់គាត់អញ្ចឹងកីឡាករដែលគាត់ដឹកនាំពាក្យច្រើនគឺចេញមកសិតតែគ្រប់ពេកការវឹកហាត់ប្រឹកប្រែងខ្លាំងជាង Monster តែគុណនឹង10ព្រោះថាគ្រូចាស់បាទនៃគ្រូចាស់ព្រោះថា Jose Mourinho គាត់ចូលមកនេះគឺគាត់ពង្រឹងក្រុមឡើងវិញព្រោះផ្ទៃក្នុងរបស់ Real Madrid នៅពេលដែលដឹកនាំដោយលោក Alvaro Arbeloa គ្រូបង្វឹកនិងសិស្សហាក់បីដូចជាមិនយល់ពីគ្នាឆ្លោះគ្នានៅក្នុងក្រុមគ្រូបង្វឹកមិនអាចបញ្ជាកូនសិស្សបានដូចអ្វីដែលខ្លួនចង់បានហើយកូនសិស្សឆ្លោះគ្នានៅក្នុងក្រុមហ្នឹងហើយឈានដល់ការប្រើប្រាស់ហិង្សាឥឡូវ Jose Mourinho គាត់ក៏បាននិយាយយ៉ាងច្បាស់ថាក្នុងការមានបញ្ហានៅក្នុងក្រុមគាត់នឹងចូលមកផ្សះផ្សាកីឡាករត្រូវតែស្ដាប់គាត់និងសាមគ្គីជាទ្រង់មួយនេះគឺជាដំណើរឆ្ពោះទៅកាន់ការឈ្នះពានរង្វាន់សាជាថ្មីក្រោមការដឹកនាំរបស់ Jose Mourinho ក្នុងការដឹកនាំរបស់គាត់ជាមួយ Real Madrid អត់ណាស់ក៏គាត់ឈ្នះ La Liga ដែរអត់ណាស់ក៏គាត់ឈ្នះពានក្នុងស្រុកដែរប៉ុន្តែ Jose Mourinho មកលោកនេះគឺធ្វើឲ្យអាចារ្យសខ្លាចទៅជាម្ចាស់ពានរង្វាន់ UCL សាជាថ្មីអាចព្រោះ Jose Mourinho គាត់មានមហិច្ឆតាធំហើយការដឹកនាំរបស់គាត់យើងដឹងហើយតែគាត់ជួយអីឈ្នះខ្លះ Man U អត់ឈ្នះពានសោះតាំងពីជំនាន់ Sir Alex Ferguson ចេញទៅ Jose Mourinho ដឹក Man U កីឡាករយួរឈើច្រត់ឡើងចង់បាទ6 7នាក់ Man U ឈ្នះ Europa League បាទតែឈ្នះតែពីហ្នឹងមក Man U ឡើងឈ្នះពានអឺរ៉ុបទី1ទី2ទៀតហើយបាទចាំមានពិន្ទុមិនដែរបងបាទតាក់ទងទៅនឹងការប្រឹងប្រែងរបស់ Jose Mourinho វិញគាត់មកវិញហ្នឹងកីឡាករមិនដែរបាទយើងសង្កេតឃើញថាតាមរយៈការនាំចូលកីឡាករថ្មីជាច្រើននេះយើងប្រកាសជាដឹងហើយថាមហិច្ឆតារបស់ Jose Mourinho ឬក៏លោក Special One ហ្នឹងมันមែនត្រឹមតែប្រជែងជាមួយ Barca ឬ AT គាត់នឹងសម្លឹងឃើញពានក្រៅស្រុកគឺ UEFA Champions League បាទបន្ទាប់តែពីរដូវកាលចុងក្រោយរបស់ Real Madrid ធ្វើអត់បានល្អនៅក្នុង UEFA Champions League បញ្ហាជាមួយសិស្សហើយនឹងគ្រូការផ្លាស់ប្ដូរគ្រូផ្សេងបាទការត្រឡប់មកវិញលើកទី2របស់ Jose Mourinho នឹងគឺប្លែកសម្រាប់ fan របស់ Real Madrid ហើយនឹងអាចថាស័ក្តិសមជាមួយនឹងឈ្មោះគាត់គឺ Special One បាទបាទសម្រាប់បងវិញឥឡូវសូមបញ្ចេញទស្សនៈទីចុះណាតាមពិតបងអ្នកសួរបងប្អូននេះអញ្ចឹងក្រោមការតាមដានមើលមួយរយៈកាលមកបើទោះបីជា Jose គាត់ដឹកនាំមិនល្អបាទនៅគាត់មិនត្រូវតែដឹកនាំមិនល្អពេលខ្លះដល់ឈានទៅដល់ការបដិញ្ញគាត់ចេញទៀតបាទក្រោមការដឹកនាំរបស់គាត់អញ្ចឹងគាត់មកភាសានេះអាចនឹងបើកនៅទំព័រថ្មីអាចនឹងពាក់មុខយៈម្ដងទៀតហើយនឹងព្យាយាមដោះខាត់សមត្ថភាពពង្រឹងវិន័យផ្សេងនៅក្នុងក្រុមទាំងមូលតែម្ដងដូចជាការទិញកីឡាករ1 2 3 4 5អីចឹងទៅបាទមានស្អីគេខ្លះមើលIbrahim Konate Cucurella ជាមួយនឹងស្អីផ្សេងទៀតប្រហែលអ្នកហ្នឹងចាយលុយមិនតិច100លានទេបាទតែបងក៏កំពុងតែគិតថាតើកីឡាករដែលទិញមកហ្នឹងគឺគាត់មានប្រូបាបគេហៅថាជាប់ស្ថិតិលេងជម្រើស14អ្នកដំបូងអត់បាទពីព្រោះថាពេលខ្លះអារឿងនេះក៏យើងគួរតែយកមកវែកញ៉ៃដែរមិនប្រកាសថាយកមកភ្លាម fit ភ្លាម 100% ទេប៉ុន្តែរឿងថានៅក្នុងជំរំវឹកហាត់គឺដឹងថាវឹកហាត់ជួបជុំគ្នាហើយដោយខែបានចុចមកនេះអញ្ចឹងពាក់ព័ន្ធទៅនឹងការប្រើភាសាគឺគាត់ដើរតួយ៉ាងសំខាន់ជាគ្រូជាឪពុកបាទជាបងនៅក្នុងការផ្សះផ្សាបាទកីឡាករដូចជំនាន់យើងឃើញពីមុនក្លឹប Real វាយគ្នាហឹង្សាណាគេខ្លះវ៉ាវ៉ាដេប៉ោមុខជាមួយនឹងកាម៉ាពីកាអីចឹងទៅជួអាមីនីជាស្អីបាទអញ្ចឹងគាត់នេះមកគឺអាចនឹងមកដាក់គូដៅធំណាស់ហើយមកស្ដារមុខមាត់ក្រោយតែពីអាទ្រីសូខកខានការឈ្នះពានប្រហែលឆ្នាំជាប់គ្នាទេបាទអញ្ចឹងអាចថាប្រជែងជាមួយនឹងបាសេចោះជា top 1របស់គាត់ប្រជែងនៅពាន La Liga ជាមួយនឹងពានក្រៅស្រុក UEFA Champions League បាទ
ឥឡូវយើងចូលមកដល់ប្រធានបទក្តៅមួយទៀតហើយក៏អត់សូវខុសគ្នាឆ្ងាយប្រហែលដែរនៅតែរឿងរៀលតែដែរក្រោយតែពីប្រម៉ូទទិញកីឡាករចង់អស់ពីផ្សាយតើរៀលម៉ាឌ្រីតនៅមានសង្ឃឹមប្រជែងពាននេះជាមួយនឹងដៃគូថប់របស់គាត់គឺបាសេហ្នឹងប៉ុន្មានភាគរយដែរហើយមានឱកាសឈ្នះពាននេះទេនៅក្នុងការផ្លាស់ប្ដូរក្បាលផ្សេងៗឥឡូវចង់សួរទៅកាន់បេខាជាដំបូងបើនិយាយពីរៀលម៉ាឌ្រីតជាមួយនឹងបាសេឡូណាគាត់គឺជាគូប្រជែងគ្នាតាំងពីចំនួនណាចំនួនណីមកហើយអែលក្លាស៊ីកូនេះបើយើងនិយាយទៅមិនមែនត្រឹមតែការប្រកួតរវាងរៀលម៉ាឌ្រីតមួយបាសេឡូណាណាវារវាងអេស្ប៉ាញជាមួយនឹងតំបន់កាតាឡាន់បាទកាតាឡាន់ហ្នឹងបាសេឡូណាគេនៅហើយដល់ពេលអេស្ប៉ាញនោះរៀលម៉ាឌ្រីតគេនៅទីក្រុងម៉ាឌ្រីតណាបាទអញ្ចឹងទៅបើនិយាយឲ្យស្រួលស្ដាប់ទៅក្រុមទាំងពីរនេះមានការប្រកួតប្រជែងគ្នាខ្លាំងហើយអញ្ចឹងតាក់ទងទៅនឹងកីឡាករឬក្បាលម៉ាស៊ីនដែលទិញចូលមកនៅក្នុងរដូវកាលនេះវានៅតែធ្វើឲ្យក្រុមទាំងពីរហ្នឹងវាហាក់ដូចជាញញឆ្មាញ់ដាក់គ្នាដូចពីមុនបាទនិយាយស្រួលស្ដាប់កីឡាករទិញមកដើម្បីតម្រូវតំបន់ដែលខ្វះខាតគូរ៉ូឡាយកមកឃើញសមត្ថភាពរបស់គាត់នៅជាមួយនឹងអេស្ប៉ាញឃើញហើយនៅជាមួយ Chelsea ឃើញបាទលេងបានល្អដូចគ្នាពីមុនមកគាត់លេងនៅ Euro ល្អលេងនៅ Chelsea អត់ល្អទេប៉ុន្តែគាត់វិវត្តខ្លួននៅ Chelsea ចាប់ដើមល្អមករហូតមកដល់ World Cup គាត់លេងល្អនៅ World Cup នេះលើកពានមុនពេលដែលគាត់លើកពានហ្នឹងគឺគាត់បានខ្លាយទៅជាកីឡាកររបស់រៀលម៉ាឌ្រីតបាត់ទៅហើយបាទអញ្ចឹងសមត្ថភាពគាត់លោកជូសេម៉ូញ៉ូពេញចិត្តតាំងពីជំនាន់ណាជំនាន់ណីមកអញ្ចឹងជូសេម៉ូញ៉ូគាត់មានកូនចិត្តមកហើយបើគាត់ចូលមករៀលម៉ាឌ្រីតគាត់ទិញមកគូរ៉ូឡាអូខេមកមួយតំបន់ការពារកណ្ដាលសម្បូរកីឡាកររបួសពេកទិញអ៊ីប្រាហ៊ីម៉ាកូណាតេពីលីវើពូលមកពុកបន្ទាប់មកទៀតកីឡាករនៅតំបន់បំរើហាក់ដូចជាមិនសូវជាស៊ីចង្វាក់គ្នាទិញកីឡាករមកពីសាលស្បឺឬក៏អូប៊ីលេហ្សិកខ្ញុំភ្លេចឈ្មោះទៅយ៉ានឌីយ៉ាលីអូមេនីអូប៊ីលេហ្សិកបាទតែមុខគេហ្នឹងស្តៀងកីឡាករណាដែរខ្ញុំភ្លេចទៅស្តៀង Michael Olise ឃើញគេយកមកកំភារគ្នាណាបាទគេយកមកត្រូណាប៉ុន្តែអ្វីដែលលោកជូសេម៉ូរ៉ីញ៉ូរៀបចំមកនេះគឺគាត់ទុកចិត្តតំបន់ខាងលើរបស់គាត់ហើយបាទអឹមបាប៉េអ្នកណាទៀតកីឡាករល្អមាន Vinicius Junior បាទមាន Rodrigo ដែលជាពីបញ្ហារបួសមាន Brahim Diaz នៅក្នុងនឹងហើយស្រេចអញ្ចឹងខ្ញុំគិតថាជូសេម៉ូរ៉ីញ៉ូមកលើកនេះអាចធ្វើជាឆ្អឹងទៅតឹងកសម្រាប់បាសេឡូណាហើយព្រោះពីរដូវកាលកន្លងផុតទៅហើយបាសេឡូណាក៏សោកពានហើយបាសេឡូណាតែងតែធ្វើឲ្យរៀលម៉ាឌ្រីតឈឺចាប់នៅក្នុងការប្រកួតទទួលជាមួយនឹងពួកគេបាទមានឈ្នះមានចាញ់ប៉ុន្តែនៅពេលដែលរៀលម៉ាឌ្រីតចាញ់គឺពួកគាត់អត់សុខចិត្តទេតែបាសេចាញ់ហើយគឺចាញ់បាទអញ្ចឹងនេះគឺជាចន្លោះប្រហោងដែលក្បាលម៉ាស៊ីនត្រូវតែមានការស្ថាបនាជាពិសេសគឺថ្នាក់ដឹកនាំក្លឹបតែម្ដងបាទគឺលោក Florentino Perez ដែរគាត់ក៏មានការដាក់ក្តីសង្ឃឹមទៅលើជូសេម៉ូញ៉ូដែរតើជូសេម៉ូញ៉ូតើក្លឹបអាឌ្រីសឡុងចង់បានអីពីម៉ូញ៉ូឲ្យពិតប្រាកដអ្វីដែលម៉ូញ៉ូផ្ដល់ឲ្យនឹងគឺការដោះខាត់ការឆ្នៃចន្លោះប្រហោងផ្សេងៗនិងដាក់ចិញ្ចឹមចិត្តមួយឲ្យដល់ជ្រៅធ្វើម៉េចប្រជែងពាននឹងលើកពានឲ្យបានឥឡូវទៅពីទូវិញទស្សនៈយ៉ាងដូចម្លេចមើលទៅអាចទេបាទអាចប្រជែងជាមួយនឹងបាសេបានទេបាទតាមរយៈការដោះដូរកីឡាករមកប្រើក្រោយនេះខ្ញុំគិតថានឹងអាចពួតប្រជែងមួយនៅកម្រិតខ្ពស់ប៉ុន្តែបើយើងនិយាយពីលទ្ធផលយ៉ាងណាយើងអត់ទាន់ដឹងទេពីព្រោះថាបន្ទាប់តែពីគាត់ចូលមកជាផ្លូវការគឺអត់ទាន់មានប្រកួតសំខាន់ណាមួយដែលបង្ហាញពីទម្រង់លេងតាក់ទិចលេងប្រព័ន្ធលេងគឺប្រែប្រួលយ៉ាងណាយើងអត់ដឹងទេយើងរងចាំរដូវកាលថ្មីចូលមកបាទហើយដូចខ្ញុំលើកឡើងខាងលើអញ្ចឹងហិច្ចតារបស់ម៉ូរីញ៉ូគឺបង្ហាញឲ្យយើងឃើញថាមិនមែនត្រឹមតែប្រជែងជាមួយបាសេឡូណាឬក៏ក្នុងលីកទេគាត់ត្រូវប្រជែងខ្ពស់ជាមួយនឹង UEFA Champions League បាទតោះទូទៅជួនអញ្ចឹងកម្មវិធីយើងមិនទាន់បិទបញ្ចប់ទេណាយើងនៅសល់វគ្គព្រឹត្តិការណ៍នៅក្នុងស្រុកទៀតហើយពីចុងកន្ទុយវីដេអូនេះបន្តិចដូចបានដឹងអញ្ចឹងឥឡូវកំសួលភ្លើងនៃ El Clasico ក៏ចាប់ផ្ដើមមានការឆាប់ឆេះដែរបាទក្រោយទៅពីបាសេគេទំបានស្លាប់ឆ្វេងប្រយុទ្ធ Gudon បាទស្របពេលដែល Adriso បាន Gianni Omeni មកពី OB Leipzig អ្នកគ្រប់គ្រងកំពុងតែកំភារពីហ្នឹងហើយមានការដុតកំសួលអាភ្លើង El Clasico ហ្នឹងដឹងតែក៏ក្រៅហើយបាទហើយឆាប់ហ្នឹងហើយបានជួបគ្នារឿងរ៉ាវព្រឹត្តិការណ៍នៅក្រៅស្រុកសុំស្លេះត្រឹមប៉ុណ្្នឹងក៏ប៉ុន្តែមិនទាន់ចប់ទេឥឡូវយើងបន្តទៅដល់រឿងក្នុងស្រុកបន្តិចបាទយើងបានដឹងហើយបាទជម្រើសជាតិបាល់ទាត់កម្ពុជាក្រោយតែពីបិទបញ្ចប់ការប្រកួតថ្មីជារឿយៗច្រើនប្រកួតកន្លងផុតទៅលទ្ធផលមានល្អខ្លះមានមិនល្អខ្លះក៏ប៉ុន្តែថាភាគច្រើនគឺមិនសូវជាទទួលបានលទ្ធផលសមប្រកបដូចទៅនឹងអ្វីដែលអ្នកគ្រប់គ្រងចង់បានមានការរិះគន់បាទប៉ុន្តែរិះគន់ខ្លះក៏នៅក្នុងន័យស្ថាបនាខ្លះទៅក៏នៅក្នុងន័យបាទគាត់ផលិតចុះតាមឡងឥឡូវចង់សួរទៅបេខាទស្សនៈអូនយល់ថាដូចម្ដេចក្រោយតែពីបាល់ទាត់កម្ពុជាយើងទទួលបានលទ្ធផលមិនសូវល្អសោះប្រហែលប្រកួតចុងក្រោយមានការរិះគន់ច្រើនបាទជាក់ស្ដែងការប្រកួតរបស់កម្ពុជាយើងបើសិនជាការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិណាបាទគឺយើងតែងតែទទួលបានលទ្ធផលសមគួរមិនមែនល្អហ្មងណាគ្រាន់តែសមគួរទេទីមួយយើងអាចបំបីប្រវត្តិសាស្ត្រដែលយើងមិនធ្លាប់ឈ្នះហុងកុងបានប៉ុន្តែវាគ្រាន់តែជាការប្រកួតមិត្តភាព
ក្រោយមកយើងក៏មានការប្រកួតនៅក្នុងពានរង្វាន់នេះអាស៊ានហ៊ានដៃខាប់ឆ្នាំ2026នេះដែលយើងលេងនៅក្នុងផ្ទះរបស់ខ្លួនឯងប៉ះសង្ហបុរីសោះ បាទ យើងចាញ់សង្ហបុរី2-1 យើងទៅប្រកួតជាមួយនឹងឥណ្ឌូនេស៊ីយើងចាញ់ឥណ្ឌូនេស៊ី5-1 បាទឥឡូវយើងក៏នៅសល់ប្រកួតជាបន្តបន្ទាប់ទៀតដែលពីប្រកួតចុងក្រោយយើងត្រូវជួបជាមួយនឹងទីម៉័រហើយនឹងវៀតណាមប្រកួតទី3របស់យើងគឺអត់ប្របាក់ទេប៉ះត្រឹមទីម៉័រប៉ុន្តែកុំលេងសើចបាទកុំលេងសើចហេតុអីបានខ្ញុំនិយាយថាមិនលេងសើចអ្នកគ្រប់គ្រងជាច្រើនបានរិះគន់ទៅលើការប្រកួតរបស់គោព្រៃកម្ពុជាតាក់ទងទៅនឹងទម្រង់លេងតាក់ទងទៅនឹងការដឹកនាំរបស់គ្រូបង្វឹកបើនិយាយឲ្យស្រួលស្រាប់ទៅការដឹកនាំរបស់គ្រូបង្វឹកគឺគាត់រៀបចំបានល្អហើយលោកកូជីខ្យូតូគូគឺគាត់ជាគ្រូបង្វឹកដែលបានដឹកនាំឈុតយុវជនរបស់កម្ពុជាយើងតាំងពីអុយ17អុយ18ឡើងមកបាទរហូតដល់អុយ22អុយ23គាត់ដឹកនាំក្រុមជម្រើសជាតិកម្ពុជាជោគជ័យណាស់ប៉ុន្តែនៅក្នុងរជ្ជកាលរបស់គាត់ដឹកនាំជាមួយនឹងឈុតធំនេះការប្រកួតអាស៊ានហ៊ានដៃខាប់ឆ្នាំ2026នេះវាជួបរឿងរ៉ាវដែលមិនគួរឲ្យជឿនៅពីក្រោយបាទវាមិនមែនមានបំណងស្មៅអីមកបាំងទេក៏ប៉ុន្តែវាជារឿងនៅពីក្រោយដែលធ្វើឲ្យអ្នកគ្រប់គ្រងមានអារម្មណ៍ថាហួសចិត្តដូចគ្នាទី1កីឡាករល្អដែលគេតែងតែពោលពាក្យថាលីកខ្លាំងជំរឿនជាតិខ្លាំងយើងឃើញកីឡាករល្អជំរឿនជាតិកម្ពុជាយើងមិនត្រូវបានចូលជាកីឡាកររបស់ជំរឿនជាតិទេនៅក្នុងពានរង្វាន់អាស៊ានហ៊ានដៃខាប់ឆ្នាំ2026មូលហេតុការកោះហៅកីឡាករទាំងអស់នោះត្រូវបានបដិសេធដោយក្លឹបក្លឹបមានសិទ្ធិនៅក្នុងការបដិសេធព្រោះថាទី1ការប្រកួតអាស៊ានហ៊ានដៃខាប់ឆ្នាំ2026នេះមិនស្ថិតនៅក្រោម FIFA ទេទី2វាគ្រាន់តែជាការប្រកួតមួយដែលស្ថិតនៅក្រោមអាស៊ានតែប៉ុណ្ណោះដោយមិនមានការដឹងឮពី FIFA បាទទី3ការប្រកួតមួយនោះបើសិនជាកីឡាកររបស់ក្លឹបដែលត្រូវឲ្យកីឡាករគេហៅថា Superstar របស់ខ្លួនអត់លេងហើយមានបញ្ហារបួសតើក្លឹបត្រូវរំពឹងបែបណាទៀតបាទវាគឺជាចំណុចមួយដែលធ្វើឲ្យអ្នកគ្រប់គ្រងមានការថ្នាំងថ្នាក់គ្នាម្ខាងកាន់ជើងក្លឹបម្ខាងកាន់ជើងជំរឿនជាតិប៉ុន្តែបើយើងយកអារឿងទាំងពីរនោះមកជជែកគ្នារកមូលហេតុមើលចង់ឲ្យជំរឿនជាតិខ្លាំងចង់ឲ្យអ្នកគ្រប់គ្រងបាល់ទាត់នៅក្នុងស្រុកខ្មែរមានតម្លាភាពនៅក្នុងការគ្រប់គ្រងក្លឹបគួរតែបើកភ្លើងខៀវឲ្យកីឡាករបានបង្ហាញសមត្ថភាពយើងដឹងអំពីកម្រិតកីឡាកររបស់យើងហើយគាត់អាចលេងបានប៉ុណ្ណាគាត់មិនអាចលេងបានប៉ុណ្ណាពេលណាដែលគាត់អាចនឹងមានបញ្ហារបួសនៅក្នុងការប៉ះទង្គិចជាមួយនឹងក្រុមណាពេលវេលានេះគឺជាពេលវេលាដែលយើងកំពុងតែ build credit វាគ្រាន់តែជាពានរង្វាន់លំដាប់អាស៊ានមួយមែនក៏ប៉ុន្តែយើងក្នុងនាមជាម្ចាស់ផ្ទះបើកព្រឹត្តិការណ៍ប្រកួតទី1យើងចាញ់គេនៅក្នុងផ្ទះខ្លួនឯងសួរថាតើយើងមានអារម្មណ៍បែបណាក្នុងនាមជាអ្នកគ្រប់គ្រងខ្ញុំទៅទស្សនាផ្ទាល់ខ្ញុំលឺគ្រប់គ្នាដែលតែងតែនិយាយខ្ញុំខំស្រឡាញ់ជាតិប៉ុន្តែជាតិអត់ស្រឡាញ់ខ្ញុំចោះអត់ស្រឡាញ់ខ្ញុំសោះតែងតែធ្វើឲ្យខ្ញុំខកចិត្តពាក្យសម្ដីរបស់អ្នកគ្រប់គ្រងនិយាយបែបនេះបងប្អូនប្រសិនបើកីឡាករលឺក៏គាត់ស្ដាប់ទឹកភ្នែកដែរបាទបើសិនជាលោកកូជីខ្យូតូគូគាត់ស្ដាប់ឬក៏គាត់មានអារម្មណ៍ថាគាត់ពិបាកចិត្តដែរគាត់ពិបាកទទួលយកដែរប៉ុន្តែបងប្អូនហើយគាត់សម្រេចយកកីឡាករមកតាមក្លឹបនីមួយៗនៅក្នុងលីកកំពូលកម្ពុជាបានត្រឹមតែប៉ុណ្្នឹងទេសៀងចន្ទាសាទីពួកគាត់អត់មានអ្នកលេងជាមួយយល់ចិត្តគ្នាដោយកាលពីចំនួនដែលគាត់លេងពេញសាច់ទេប៉ុន្តែបើយើងកន្លែងទៅមើលបាត់បង់កីឡាករល្អៗណាស់ខ្លះតាំងមុនឆៃរបួសញៀនសូសេដានមិនអាចជាប់ជំរឿនជាតិសិនសវណ្ណមេក្រាមមានប៉ុន្តែមិនសូវជាបានលេង11អ្នកដំបូងទេអ្នកចាំទីហុលកំហុយមិនសូវជាបានលេងជាប់លាប់ទេព្រោះពីមុនមកដាក់តែវិរៈតារាបាទដល់ពេលចូលមកលេងជាមួយនឹងសង្ហបុរីឆ្លាត់ចង់មកឆ្លាត់ទៅលេងជាមួយឥណ្ឌូនេស៊ីធ្លី5គ្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាប្រកួតចុងក្រោយប៉ះជាមួយនឹងឥណ្ឌូនេស៊ីគឺខ្ញុំឧបភ្នែកហើយខ្ញុំឈឺចាប់មែនទែនឥណ្ឌូនេស៊ីយើងដឹងថាគេខ្លាំងប៉ុន្តែយើងរបូត15គ្រាប់វាអាក្រក់មើលណាប្រវត្តិសាស្ត្រយើងមិនដែលចាញ់គេ15គ្រាប់ទេជាមួយឥណ្ឌូនេស៊ីអត់ណាត្រឹមយើងនិយាយថា 4-1 ទៅបានហើយប៉ុន្តែរបូត15គ្រាប់នេះវាច្រើនហួសហេតុពេកហ៎បាទសំណាងហើយដែលអាចរកបានមួយគ្រាប់នៅក្នុងផ្ទះរបស់គេមកវិញបាទមានមួយគ្រាប់កុំឲ្យអាក្រក់មើលពេកកុំឲ្យគេបិទដល់0វាអាក្រក់មើលមែនទែនប៉ុន្តែអាការប្រកួតដែលអាក្រក់មើលខ្លាំងបំផុតគឺប៉ះជាមួយសង្ហបុរីក្នុងផ្ទះខ្លួនឯងបើកពិធីប៉ុណ្ណាចុងក្រោយចាញ់គេក្នុងផ្ទះវាឈឺចាប់សម្រាប់អ្នកគ្រប់គ្រងទៅទស្សនាផ្ទាល់និងទស្សនាតាមកញ្ចក់ទូរស័ព្ទឬកញ្ចក់ទូរទស្សន៍បាទនេះគឺជាអ្វីដែលខ្ញុំចង់និយាយនៅពេលនេះបាទអញ្ចឹងដូចមិនខែបាននិយាយអញ្ចឹងបើមែនទេទៅគ្រូបង្វឹកក៏គាត់មានការឈឺចាប់ដែរណាបាទទទួលយកអត់ចង់បានដែរហើយអ្នកគ្រប់គ្រងគឺបើសិនបើគ្រប់គ្រងត្រឹមតែមកកំសួលត្រឹមតែមកអារម្មណ៍ខឹងរបស់គាត់មកផ្លែត
គឺគាត់អត់បានយកបញ្ហាទាំងហ្នឹងយកមកដាក់លើតុដើម្បីធ្វើការប្រៀបធៀបទេគ្រូបង្វឹកជាពិសេសគឺក្លឹបអត់បានធ្វើរបងហុំព័ទ្ធកីឡាករមិនចង់ឲ្យទៅលេងណាពីព្រោះថាគាត់កំពុងតែសង្កេតស្ថិតមើលតើការប្រកួតនេះវាសំខាន់ដល់កម្រិតណាវាសំខាន់នៅក្រោម FIFA Day តែទេឬមួយក៏ស្ថិតនៅក្រោមធម្មតាអាស៊ានបាទអញ្ចឹងបើយើងវេកញែកបាទយកមកជជែកគ្នាអញ្ចឹងបាទដឹងហើយសូមឲ្យប្រិមិត្តតែជាក់ចិត្តឡើងវិញឥឡូវទៅទស្សនៈពីទូបន្តិចពីទូយល់យ៉ាងដូចម្ដេចចំពោះការខឹងសម្បាច្រើនបាទក្រោយតែពីផ្លាត់ចាញ់ការប្រកួតប្រមាណប្រកួតចុងក្រោយជំរឿនជាកម្ពុជាធ្វើអត់បានល្អទេបាទសម្រាប់លទ្ធផលពីប្រកួតកន្លងមកនេះទាំងខ្ញុំទាំងគេគឺមានអារម្មណ៍ថាដូចគ្នាប៉ុន្តែស្នើសុំកុំឲ្យរបៀបថាការប្រកួតហ្នឹងវាហួសហេតុពេកបាទហើយយើងសង្ឃឹមថាការប្រកួតទី3របស់យើងជាមួយនឹងទីម៉ូខាងកើតជំរឿសជាតិកម្ពុជាទាំងមូលហ្នឹងនឹងនាំហៅថាភាពសប្បាយរីករាយមកដល់អ្នកគ្រប់គ្រងយើងចង់និយាយថាកុំឲ្យខកចិត្តដដែលពេកបាទប៉ុន្តែនៅក្នុងនោះយើងក៏មើលឃើញចំណុចវិជ្ជមានមួយដែរបាទបន្ទាប់តែពីពេលក្លឹបធំយើងនិយាយថាក្លឹបធំមិនអនុញ្ញាតឲ្យកីឡាកររបស់ខ្លួននឹងចូលរួមជាមួយជម្រើសជាតិដូច្នោះវានឹងជាឱកាសសម្រាប់កីឡាករថ្មីបានបង្ហាញខ្លួននៅទីលានបាទឧទាហរណ៍ជាក់ស្ដែងកីឡាករមុនវណ្ដារបស់ MOI កំពង់ដេវ៉ាគាត់បានបង្ហាញខ្លួនទីទួយដែរបាទហើយមានកីឡាករជាច្រើនទៀតដូចជា Go Tiger តាំងមករាកីឡាកររបស់ Naga ផ្សេងទៅគាត់ក៏បានបង្ហាញវត្តមាននៅលើទីលានតាមរយៈការបង្ហាញខ្លួននៅនីតិតិចតួចរបស់គាត់យើងសង្ឃឹមថាគាត់អាចវិវត្តខ្លួនទៅជាកីឡាករមួយដែលមានការប្រកួតប្រជែងកាន់តែខ្ពស់ជាងនេះបាទជាក់ស្ដែងដូចរ៉ាដូខ្ញុំឆ្លាញ់គាត់លេងល្អមែនទែនបាទមិនទៅសាមបានទេតែវត្តមានរបស់គាត់នៅលើទីលានជាមួយនឹងក្រុមជម្រើសជាតិសោកស្ដាយតែគាត់មកចំកីឡាទេសបែបនេះបាទបើសិនជាគាត់មានកីឡាករល្អដែលនាំលេងដូចជាខ្ញុំនិយាយឲ្យស្រួលស្ដាប់ញៀនសុសេដានលឹមពិសុទ្ធអីចឹងទៅពួកគាត់ពេញ squad គេហៅថាកីឡាករពេញ squad របស់ក្រុមជម្រើសជាតិយើងគេថាសាច់បាល់លេងមួយសិង្ហបុរីលេងមួយសហបុរីលេងបានអត់មានអញ្ញើទេកីឡាករយើងអាពេលលេងមួយសិង្ហបុរីមិនគ្រប់ដៃគ្រប់ជើងហងសិង្ហបុរីអូខេដូចគ្នាគេល្អគេលឿនមែនប៉ុន្តែយើងមើលតែប៉ុណ្្នឹងយើងដឹងថាយើងអាចស៊ីសងគេបានហើយបើសិនជាយើងពេញដៃពេញជើងណាបាទអញ្ចឹងខ្ញុំគិតថាការប្រកួតនោះមិនសិនជាកីឡាករត្រូវបានបើកទ្វារពីខាងក្លឹបឲ្យពួកគាត់ចេញមកជួយជាតិសិនមកបាទខុសត្រូវអីចាំនិយាយគ្នាតាមក្រោយអញ្ចឹងទៅអាចនឹងមានលទ្ធផលល្អហើយមុខមាត់ជាតិយើងផងប៉ុន្តែអ្វីវាមិនអាចដូចអ្វីដែលយើងគិតទេសម្រាប់អ្នកគ្រប់គ្រងទៅលើក្រុមជម្រើសជាតិហើយអ្នកគ្រប់គ្រងរបស់ក្លឹបក៏ដូចគ្នាពួកគាត់អត់ចង់ឲ្យកីឡាកររបស់ពួកគាត់ស្រឡាញ់ចេញពីក្លឹបមករបួសជាមួយនឹងក្រុមជម្រើសជាតិទៅវិញឲ្យបានលេងឲ្យក្លឹបទេបាទនេះគឺជាអ្វីដែលអ្នកគ្រប់គ្រងគាត់ចង់ឃើញប៉ុន្តែខ្ញុំសូមសំណូមពរដល់បងប្អូនសូមមេត្តារិះគន់ដើម្បីស្ថាបនាកុំឆ្លោះតតែងដល់ការជេរប្រមាថអីបាទព្រោះវាអត់មានអីផលចំណេញអីដល់វិស័យបាល់ទាត់នៅក្នុងស្រុកខ្មែរយើងទេអញ្ចឹងយើងចូលដល់ប្រធានបទទី2ហ្នឹងវាស្តៀងគ្នានឹងទី1តែគេនិយាយថាលីកកម្លាំងជំរឿសជាតិខ្សោយអ្នកគ្រប់គ្រងបន្ទប់ក្លឹបនៅក្នុងលីកកម្ពុជាបាទហ្នឹងហើយជាមូលហេតុដែលយើងយកមកនិយាយព្រោះថាលីកខ្លាំងយើងឃើញហើយមានអីគេរាល់ថ្ងៃខ្លាំងជាងគេនៅស្រុកខ្មែរលីក1ប្រខណ្ឌរាជស្វាយរៀងលីក2យើងអាចនិយាយបានថាភ្នំពេញក្រោនលីក3យើងអាចនិយាយបានថាបឹងកេតបាទលីក4មានជាបន្តទៀតអីចឹងទៅខ្ញុំឃើញទស្សនៈរបស់អ្នកគ្រប់គ្រងគាត់តែងតែរិះគន់តាក់ទងទៅនឹងការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាលេងរបបពិសោធន៍បាទលីកខ្លាំងជម្រើសជាតិខ្សោយលេងដាក់ទឹកសុទ្ធហើយនឹងពាក្យមួយទៀតថាទាំងអស់គ្នាដើម្បីកម្ពុជាបាទពាក្យស្លោកមួយហ្នឹងគឺយើងតែងតែឃើញហើយបងប្អូនយើងក៏យកពាក្យហ្នឹងមកវាយប្រហារបាទទាំងអស់គ្នាដើម្បីកម្ពុជាពាក្យស្លោកទាំងអស់ហ្នឹងវាទៅជាន័យបង្អាប់ទៅវិញបាទវាទៅជាន័យបង្អាប់ឥឡូវខ្ញុំនិយាយថាទាំងអស់គ្នាដើម្បីកម្ពុជាពាក្យមួយនេះសម្រាប់អ្នកដែលបានទៅសេពាក្យនេះឡើងគឺបញ្ឈឺវាអាចជាការបញ្ឈឺមួយទៅដល់ក្លឹបដទៃដែលគាត់អត់បញ្ចេញកីឡាករអត់ក្រុមជម្រើសជាតិប៉ុន្តែសួរថាតើទៅពេលដែលមានផលប៉ះពាល់ទៅដល់កីឡាករពួកគាត់តើសហព័ន្ធអាចមានដំណោះស្រាយបែបណាវិញវាពិបាកក្នុងកន្លែងហ្នឹងនិយាយទៅក្នុងការដឹកនាំមិនថាក្លឹបមិនថាជម្រើសជាតិទេគេសិតតែគិតគូរពីកីឡាករដូចគ្នាតែក្នុងនាមជាអ្នកគ្រប់គ្រងយើងអត់ដឹងថាតើវិធានការនៅក្នុងការធ្វើការរបស់ពួកគាត់បែបណាយើងអត់ឃើញកីឡាករយើងស្រឡាញ់យើងលះយើងអត់ឃើញកីឡាករល្បីរបស់ស្រុកខ្មែរចូលមកលេងឲ្យជម្រើសជាតិយើងថាយើងជេរគ្រូអត់ចេះចាប់កីឡាករនេះគ្រូអត់ចេះចាប់កីឡាករនោះបើយើងអត់មើលអំពីស្ថានភាពកីឡាករយើងនឹងបានដឹងថាតើគ្រូបង្វឹកគាត់មានសម្ពាធបែបណានៅក្នុងការចាប់កីឡាករចូលមក sport គាត់មិនមែនអត់មើលលីកខ្មែរណាគាត់មើលតាំងពី MOI កំពង់ដេវ៉ាបងប្អូនឃើញទេបាទបន្តមកទៀតគាត់ទៅមើលអីគេអង្គរ Tiger បាទប៉ុន្តែអ្វីដែលខ្ញុំសោកស្ដាយគឺកីឡាកររបស់ក្រុមជម្រើសជាតិកម្ពុជាយើងដូចគូលីបាលីបាទគូលីបាលីគឺជាខ្សែប្រយុទ្ធពីមុនគាត់ល្អខ្លាំងតែគាត់ឥឡូវគាត់អត់មានក្លឹបលេងអញ្ចឹងទៅគាត់អត់សូវបានបង្ហាញខ្លួនលើទីលានធ្វើឲ្យគាត់ធ្លាក់សមត្ថភាពបាទIago Bento
ដែលតំចូលជម្រើសជាតិកម្ពុជាយើងពាក់លេខ7ការបង្ហាញសមត្ថភាពរបស់គាត់ពីប្រកួតកន្លងទៅមិនទាន់បានល្អគ្រប់គ្រាន់ទេបាទ អូខេតើអញ្ចឹងដូចវាខមមិនយើងក៏ដូចជា MC2 បាទបានវេកញែកច្រើនបាទពាក់ព័ន្ធទៅនឹងគ្រូបង្វឹកនិងរបៀបរបបបច្ចេកទេសរបស់គាត់ក្រោយតែពីក្រុមការស្ដីប្រមាថជាបន្ទោសជាពិសេសគឺការរិះគន់ជាច្រើនពីអ្នកគ្រប់គ្រងមែនតើទៅខូចបាទសម្រាប់ជំនួយជាតិយើងក៏មិនសូវជាខុសពីគ្រូបង្វឹកនៅក្រៅប្រទេសបានដែរសូម្បីតែFIFA កម្រងនឹងបង្កើតច្បាប់ការប្រកួតផ្សេងៗញឹកញាប់ហ្នឹងស្មានតែគ្រូបង្វឹកនៃក្លឹបនីមួយៗហ្នឹងចង់បញ្ជូនកីឡាករគេទៅមែនបញ្ហារបួសបញ្ហាខាតពេលវេលាបាទអញ្ចឹងវាមានរឿងរ៉ាវផ្សេងៗណាស់នៅពីក្រោយជញ្ជាំងដកអាក្បាំងយើងមិនទាន់ដឹងទេយើងអាចមើលតែមួយជ្រុងហើយអត់បានយកមកពិភាក្សាគ្នាវាទៅជាមានរូបភាពមួយមិនល្អបាទគ្រប់រូបភាពពីអ្នកគ្រប់គ្រងអញ្ចឹងទៅបាទអញ្ចឹងសម្រាប់កម្មវិធីវេទិកាកីឡាបាទនៅក្នុងមួយថ្ងៃនេះយើងក៏ឈានចូលមកដល់ទីបញ្ចប់ផងដែររាល់ក្រុមការងារក៏ដូចជា Willcomen បាទ MC តែបីមានចលនាហោកាយការត្រង់ណាមសំរុំឬក៏បាទចលនាហោកន្លែងណាមួយព័ត៌មានណាមួយខាន់តែភេទទូពីសំណាក់បងប្អូនផងជាចុងក្រោយតាភេទទូមានអ្វីបន្តិចដើម្បីទៅកាន់បងប្អូនជិតទស្សនិកជនជាទីមេត្រីបាទយើងបានទទួលការវេកញែកហើយនៅចុងកម្មវិធីនេះពាក់ព័ន្ធទៅនឹងប្រធានបទរឿងរ៉ាវកីឡាក្នុងស្រុកពី Willcomen Beckea រួមទៅនឹងបាទ MC2 បាទមានការវេកញែកគ្នាច្រើនណាស់រឿងរ៉ាវនៃការបរាជ័យរបស់ខ្មែរដោយសារតែកត្តាអ្វីខ្លះបាទគ្រូបង្វឹកមានសម្ពាធអ្វីខ្លះនៅក្នុងការមិនបញ្ជូនកីឡាករឲ្យពេញ squad នៅក្នុងការជួយជម្រើសជាតិរបស់ខ្លួនអ្នកគ្រប់គ្រងមានការរិះគន់អ្នកខ្លះទៅស្ថាបនាទៅអ្នកខ្លះបង្ហាញទម្រង់គ្រប់រូបភាពបាទរុះរើក្បាលម៉ាស៊ីនអីផ្សេងច្រើនយើងសន្មតថាបិទបញ្ចប់បាទត្រឹមតែប៉ុណ្ណេះរាប់ពីសម្ដីកាយវិការត្រង់ណាសំរុំពីយើងខ្ញុំទាំង3នាក់ខន្តីអភ័យទោសពីសំណាក់បងប្អូនរួមនឹងប្រិយមិត្តរបស់បាត់ KM Sport ផងយើងនឹងជួបគ្នានៅក្នុងបាត់អ៊ីពីសូតទី13នៅក្នុងបាត់សប្តាហ៍បន្ទាប់ KM Sport គឺជាពិភពកីឡាឈានមុខគេ